ជំរាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំកំពុងនៅក្នុងបរិវេណសាកលវិទ្យាល័យ Nalanda University ដែលស្ថិតនៅក្នុងរដ្ឋប៊ីហានៃសាធារណរដ្ឋឥណ្ឌាហើយនៅក្នុងវីដេអូនេះផងដែរខ្ញុំធ្វើឡើងក្នុងគោលបំណងដើម្បីចែករំលែកទាក់ទងជាមួយនឹងតើបងប្អូនអាចមកបន្តការសិក្សានៅទីនេះបានដោយរបៀបណាពួកបងប្អូនបើសិនជាមានបំណងឬក៏ឆន្ទៈក្នុងការមកបន្តការសិក្សានៅក្រៅប្រទេសសម្រាប់មកសិក្សានៅប្រទេសឥណ្ឌាបងប្អូនអាចមកបានតាមរយៈអាហារូបករណ៍មាន2ទី1គេហៅថា ICCR Scholarship ទី2គឺទាក់ទងជាមួយនឹង ASEAN Scholarship ផងដែរបងប្អូនមកទីនេះបងប្អូនអាចជ្រើសរើសយកជំនាញមានដូចជា MBA in Sustainable Development ហើយនិង Management ហើយមានដូចជា International Relations and Peace Study ហើយនិងBuddhism Philosophy ឬក៏ Buddhist Study ហើយនិង World Literature ហើយនិងមានមុខជាផ្សេងៗទៀតដែលសាកលវិទ្យាល័យនៅឡាទីនេះមានហើយសម្រាប់កម្មវិធីសិក្សាមានចាប់ពីថ្នាក់ Master ឡើងហេតុអីបានជាខ្ញុំលើកទឹកចិត្តឲ្យបងប្អូននិស្សិតខ្មែរអាចពិចារណាយកសាកលវិទ្យាល័យនៅឡាទីនេះជាសាកលវិទ្យាល័យអាចថាជាជំរើសទី1ឬក៏ជាជំរើសទី2បងប្អូនដោយសារតែសាកលវិទ្យាល័យនេះគឺជាសាកលវិទ្យាល័យដែលគេឲ្យឈ្មោះថាជា Net Zero Campus ឬក៏គេថាអីគ្រប់យ៉ាងសាកលវិទ្យាល័យនៅឡានទីនេះគឺគេគិតអំពី Sustainability Development គឺនៅក្នុងបរិស្ថាននៅក្នុងបរិវេណសាលានោះគឺគេគិតអំពីការអភិវឌ្ឍប្រកបទៅដោយចីរភាពហើយសម្បីតែប្រហែលជានៅក្នុងវីដេអូនេះខ្ញុំនឹងរំលែកឬក៏បង្ហាញរូបភាពមួយចំនួនអំពីសាកលវិទ្យាល័យនេះអញ្ចឹងសម្រាប់បងប្អូនដែលមានឆន្ទៈឬក៏បំណងមកបន្តការសិក្សានៅបរទេសបងប្អូនអាចពិចារណាមើលអំពីជំនាញដែលខ្លួនឯងចង់រៀនហើយនឹងចាប់ផ្ដើមស្វែងយល់អំពីការដាក់អាហារូបករណ៍ពីព្រោះខ្ញុំគិតថាអាហារូបករណ៍ទាំង ICR Scholarship និង ASEAN Scholarship ហ្នឹងគឺអាចនឹងចាប់ផ្ដើមបើកដើម្បីថាចាប់ផ្ដើមទទួលអាចស្វែងយល់អាហារូបករណ៍ទាំងអស់នោះតាមរយៈស្ថានទូតឥណ្ឌានៅទីក្រុងភ្នំពេញផងដែរអញ្ចឹងជាចុងក្រោយនៅក្នុងវីដេអូនេះខ្ញុំមិនមានអីច្រើនទេក្រៅពីលើកទឹកចិត្តដល់បងប្អូននិស្សិតខ្មែរទាំងអស់ដែលមានបំណងចង់មកបន្តការសិក្សានៅបរទេសបងប្អូនខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពខ្លួនឯងហើយនឹងត្រៀមលក្ខណៈមុនដើម្បីមកបន្តការសិក្សានៅទីនេះអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំមានប៉ុណ្ណឹងសូមអរគុណច្រើន